តោះបងប្អូន admin 9មែនតើណាមានក្តីសម័យកាន់ដៃមនុស្សជាទីស្រឡាញ់ដើម្បីទៅមើលកំជ្រួចបាញ់ភីងផុងគ្រប់ពណ៌ទាំងអស់នៅទីក្រុងឡុងនៃប្រទេសអង់គ្លេសជីកន្ត្រកដែលមានឈ្មោះថា London Eye ទស្សនាថតរូបលេងនៅ Tower Bridge ទទួលបទពិសោធន៍ជិះ Steam Train ដូចក្នុងរឿង Harry Potter អញ្ចឹងដើរចូលទស្សនានៅសាកលវិទ្យាល័យ Oxford បានថតរូបជាមួយនឹង Big Ben ទៀតចូលទៅទស្សនាទីក្រុង Edinburgh ជាមួយនឹងសួនការនាឡិកាជាតិស្រូបយកខ្យល់អាកាសនិងបរិយាកាសជាមួយនឹងធម្មជាតិទេសភាពដ៏អស្ចារ្យលើភ្នំ Carlton សូមជម្រាបសួរពីខាងក្រុមហ៊ុន Teshaw Pop តើប្រទេសក្នុងក្តីសម័យរបស់លោកអ្នកដែលចង់ទៅលេងកម្សាន្តដូច admin អត់ណហុំព័ទ្ធទៅដោយមហាសមុទ្រ Atlantic នោះគឺប្រទេស Scotland ជាមួយនឹងប្រទេសអង់គ្លេសវាមាន Dougal Stewart ថាបត្យកម្មដ៏អស្ចារ្យមួយនេះមានឈ្មោះថា National Monument of Scotland ចង់បានរូបថតស្អាតៗប្លង់លយៗកុំភ្លេចដើរតាម admin ទាំងអស់គ្នាមកណាគឺមិនខកបំណងទេទីក្រុងដ៏ចំណាស់មួយឈ្មោះថា Edinburgh នេះគឺមានកន្លែងថតរូបច្រើនមែនតើដោយបងប្អូនឃើញនៅក្នុងវីដេអូនឹងរូបសំណាករបស់ hero ជាច្រើនត្រូវបានដាក់តាំងនៅក្នុងសួនដ៏ធំឈ្មោះថា Holyrood នេះឯងអាកាសធាតុល្អបរិយាកាសល្អពោពេញទៅដោយធម្មជាតិសម្បត្តិទស្សនាត្រូវបានរួមបញ្ចូលពីខាងក្រុមហ៊ុនដើម្បីឲ្យលោកអ្នកទទួលបទពិសោធន៍ជាមួយនឹងកាមេរ៉ា obscura ហើយមកដល់ទីនេះប្រៀបបីដូចជាទីក្រុង Edinburgh ទាំងមូលគឺស្ថិតនៅក្រោមកណ្ដាប់ដៃរបស់យើងតែម្ដងចង់មើលទៅកន្លែងណាក៏ឃើញដែរបងប្អូនហើយនៅក្បែរនោះបងប្អូនទាំងអស់គ្នាមានវិថីមួយឈ្មោះថា Royal Mile ដែលយើងអាចដើរទិញវត្ថុអនុស្សាវរីយ៍ទស្សនាការថតរូបលេងនិងមានការសម្ដែងគេហៅថា street performance ជាច្រើនបានមកសម្ដែងនៅទីនេះហើយយើងនឹងបន្តទៅថតរូបជាមួយនឹង castle មួយដែលល្បីឈ្មោះថា Edinburgh Castle តោះបន្តដំណើរតាមផ្លូវជាមួយទិដ្ឋភាពបែបឋានសួគ៌ក្រោមមេឃទាំងអស់គ្នាវ៉ាវលើកនេះរឹតតែពិសេសទៀតហើយដោយសារតែក្រុមហ៊ុនមានការរួមបញ្ចូលសម្បត្តិដើម្បីឲ្យយើងទាំងអស់គ្នាបានជិះកប៉ាល់ទស្សនានៅលើបឹងមួយដ៏ធំហើយនិងស្រស់ស្អាតបំផុតផងដែរនៅក្នុងប្រទេសអង់គ្លេសឈ្មោះថាបឹង Windermere ខ្យល់អាកាសត្រជាក់ស្រេបរិសុទ្ធចិញ្ចឹមសួតបានល្អណាស់បងប្អូនហើយទិដ្ឋភាពជុំវិញបឹងមានតាំងពី sailing គេហៅថាទូកក្ដោងនិងផ្ទះស្អាតជាច្រើនណាគឺថាអស្ចារ្យខ្លាំងមែនទែនហើយទីបំផុតអ្វីដែលកំពុងតែរងចាំគឺបានមកដល់ហើយកម្មវិធីដ៏ល្បីបំផុតក្នុងផ្នែកមួយនៃរឿង Harry Potter ទទួលបានបទពិសោធន៍ពិតជិះរថភ្លើងដែលបង្កើតឡើងក្នុងឆ្នាំ1973មានឈ្មោះថា Steam Train ឥឡូវនេះ admin រំភើបអារម្មណ៍ចង់ហោះហើយបងប្អូនអញសប្បាយភ្លេចខ្លួនឥឡូវនេះមកដល់ទីក្រុង Manchester ប្រយនេះគឺជាពហុកីឡដ្ឋាន Manchester ឬក៏អ៊ីទីហាដពហុកីឡដ្ឋានមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ1999ឯណោះចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី10ខែ8ឆ្នាំ2003ហើយអ្វីដែលអស្ចារ្យខ្លាំងជាងនេះបំផុតទៅទៀតនោះគឺយើងមានសម្បត្តិចូលទស្សនាផ្ទាល់តែម្ដងជាពិសេសកៅអីទាំងអស់ហ្នឹងគឺអាចផ្ទុកអ្នកទស្សនារហូតដល់ 53,400 នាក់ពេលដែលចេញពីពហុកីឡដ្ឋានគឺយើងបានជួលលោកអ្នកទាំងអស់គ្នាទៅទស្សនាក៏ដូចជាថតរូបលេងជាមួយនឹងស្ថាបត្យកម្មអគារចាស់ក៏ដូចជា Cathedral ជាច្រើននៅក្នុងទីក្រុង Manchester បងប្អូនកម្មវិធីដែលខ្លឹមគឺនៅត្រង់នេះមួយទៀតទីនេះគឺជាសាកលវិទ្យាល័យ Oxford ដែលបង្កើតឡើងក្នុងឆ្នាំ1996ហើយគឺមានអាយុកាលចាស់ជាងគេបំផុតនៅក្នុងពិភពលោកផងដែរតោះយើងបន្តទៅថតរូបលេងនៅវាំងដែលកសាងឡើងក្នុងឆ្នាំ1973មានឈ្មោះថា Buckingham Palace មកដល់ទីក្រុងឡុងភ្លាមការជិះកន្ត្រកខ្សែកាបទស្សនាទេសភាពពីខាងលើដែលយើងឃើញ Big Ben ជាមួយនឹង Westminster គឺជារឿងមួយដ៏សំខាន់បំផុតបទពិសោធន៍ជិះកប៉ាល់ដំណើរកម្សាន្តនៅលើទន្លេថាមដើម្បីទស្សនាស្ពាន Tower Bridge ដ៏ល្បីល្បាញបំផុតលំដាប់ពិភពលោកអ្វីដែលពិសេសក៏ដូចជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានណាមិនថាខ្ញុំមិនថាបងប្អូនទាំងអស់គ្នាទេឲ្យតែពេលឆ្លងឆ្នាំម្ដងបានកាន់ដៃមនុស្សជាទីស្រឡាញ់អារម្មណ៍បែបនេះខ្ញុំជឿជាក់ថារំភើបខ្លាំងមែនទែនជាមួយមនុស្សដែលពិសេសបំផុតនៅក្នុងជីវិតបានមកមើលកំជ្រួចឆ្លងប្រទេសទៀតហើយជួបគ្នាឆាប់តាមរយៈដំណើរកម្សាន្តរបស់ក្រុមហ៊ុន Teshaw World Pop